សេដ្ឋកិច្ចប្រទេសកម្ពុជានឹងកើនឡើងមួយកម្រិតទៀតក្រោយឆ្នាំ2026តាមរយៈវិស័យទេសចរណ៍ប្រសិនបើប្រទេសកម្ពុជាបានធ្វើរឿងមួយនេះល្អឥតខ្ចោះមុននឹងចូលទៅដល់ចំណុចសំខាន់ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាអំពីសេដ្ឋកិច្ចនៃប្រទេសកម្ពុជាគឺពឹងផ្អែកទៅលើចំណុចធំៗជាច្រើនដូចជាវិស័យកសិកម្មវិស័យឧស្សាហកម្មនិងសម្ភារបំពាក់ការវិនិយោគបរទេសវិស័យទេសចរណ៍និងផ្សេងៗជាច្រើនទៀតហើយនៅក្នុងនោះប្រទេសកម្ពុជាបានពឹងផ្អែកទៅលើវិស័យទេសចរណ៍ហ្នឹងរហូតដល់12%អ្នកទាំងអស់គ្នានៅក្នុងឆ្នាំ2026នៅកម្ពុជាយើងគឺមានព្រឹត្តិការណ៍ដ៏ធំឬក៏អស្ចារ្យមួយដែលប្រព្រឹត្តឡើងនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្ដងហើយព្រឹត្តិការណ៍នោះវាមានឈ្មោះថា La Sommet de la Francophonie ឬក៏យើងបកប្រែជាភាសាខ្មែរថាកិច្ចប្រជុំកំពូលនៃអ្នកប្រើប្រាស់ភាសាបារាំងហ្នឹងនៅជុំវិញពិភពលោកតែម្ដងអ្នកទាំងអស់គ្នាកិច្ចប្រជុំហ្នឹងគឺបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំងនៅជុំវិញពិភពលោកហ្នឹងគឺមកជួបជុំគ្នានៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ2026ខាងមុខនេះហើយកិច្ចប្រជុំនេះមិនមែនអ្នកមានឋានៈតូចតាចចូលរួមនោះទេគឺសុទ្ធសឹងតែជានាយករដ្ឋមន្ត្រីឬក៏ស្ដេចនៃប្រទេសដែលប្រើប្រាស់ភាសាបារាំងហ្នឹងគឺមកជួបជុំគ្នានៅក្នុងប្រទេសកម្ពុជានៅក្នុងខេត្តសៀមរាបផ្ទាល់តែម្ដងដូច្នេះហើយទើបខ្ញុំយល់ឃើញថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាលើវិស័យទេសចរណ៍នឹងកើនឡើងមួយកម្រិតទៀតតាមរយៈកម្មវិធីនេះប្រសិនបើប្រទេសកម្ពុជាយើងបានរៀបចំបដិសណ្ឋាកិច្ចបានយ៉ាងល្អឬក៏យើងនិយាយឲ្យស្រួលស្ដាប់ថាយើងធ្វើយ៉ាងណាក៏ដោយរៀបចំទទួលគេហ្នឹងឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបានជាថាគ្នាយើងបានដឹងហើយតែប្រទេសកម្ពុជាយើងគឺជាប្រទេសនៃប្រវត្តិសាស្ត្រហើយគឺយើងមានប្រាសាទដែលល្អឥតខ្ចោះអស្ចារ្យគ្មានពីរនៅលើโลกដូច្នេះហើយខ្ញុំជឿជាក់ថាមេដឹកនាំដែលអញ្ជើញចូលរួមនៅក្នុងកម្មវិធី La Sommet de la Francophonie នៅក្នុងឆ្នាំ2026នេះនឹងមានអារម្មណ៍ដិតដាមជាប់ជាមួយនឹងបេតិកភណ្ឌឬក៏ប្រាសាទអង្គរវត្តឬក៏ប្រាសាទផ្សេងៗនៅក្នុងខេត្តសៀមរាបឬក៏ទេសភាពនៅប្រទេសកម្ពុជាទាំងមូលហ្នឹងដិតដាមនៅក្នុងអារម្មណ៍របស់ពួកគេហើយខ្ញុំជឿថាពួកគេនឹងត្រឡប់មកវិញនៅថ្ងៃណាមួយមិនខានមួយវិញទៀតកម្មវិធីនេះនឹងមានការផ្សព្វផ្សាយតាមរយៈកាសែតទៅកាន់ប្រទេសនីមួយៗដែលបានចូលរួមហ្នឹងហើយខ្ញុំជឿថានេះគឺជាវិធីសាស្ត្រមួយក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជាទៅកាន់ប្រជាជនរបស់គេហើយប្រទេសកម្ពុជានឹងមានមុខមាត់ជាងមុនបន្ទាប់ពីកម្មវិធីឬក៏បន្ទាប់ពីកិច្ចប្រជុំ La Sommet de la Francophonie នៅក្នុងឆ្នាំ2026នេះហើយអញ្ចឹងយើងមានតែចាំមើលទាំងអស់គ្នាថាតើប្រទេសកម្ពុជានឹងមានមុខមាត់ជាងមុនអត់បន្ទាប់ពីឆ្នាំ2026នេះហើយអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាបាយ